បងប្អូនម្នាក់គាត់នាំប្រពន្ធគាត់មកបណ្ឌិតហើយឃើញថាមានស្រុតផ្លោកនោមសំណួរសួរថាហេតុអីបានជាប្រពន្ធគាត់មានស្រុតផ្លោកនោមហើយតើជួបច្រើនអត់អញ្ចឹងករណីស្រុតផ្លោកនោមគឺជាករណីដែលភាគច្រើនគឺមានការសម្រាលកូនដោយធម្មជាតិមិនថាកូន1 2ឬក៏3ទេអាស្រ័យលើទំហំកូនហើយភាពកើតលឿនអញ្ចឹងធ្វើឲ្យគាត់អាចស្រុតផ្លោកនោមរឿងមួយទៀតស្ត្រីដែលគាត់មានផ្ទៃពោះក៏ប្រឈមមុខផ្ទៃពោះច្រើនដងក៏ប្រឈមមុខនឹងការស្រុតផ្លោកនោមដែរហើយនឹងអាយុវ័យជិតអស់រដូវហើយនឹងក្រៅអស់រដូវគឺសាច់ដុំគាត់ខ្សោយអញ្ចឹងធ្វើឲ្យឈានដល់ការស្រុតផ្លោកនោមហើយមូលហេតុផ្សេងទៀតដូចជាការក្អកកដាស់កដាស់រ៉ាំរ៉ៃហើយនឹងអ្នកការងារធ្ងន់ក៏អាចមានដែរអញ្ចឹងគាត់សួរថាជួបច្រើនទេបើនិយាយពីស្ថានភាពជួបច្រើនដូចជាស្ដែងថ្ងៃនេះអត់ធ្វើការតែខ្ញុំវាករណីស្រុតផ្លោកនោមហ្នឹងជួសឡើងវិញធ្វើឡើងវិញឲ្យគាត់ល្អផ្សារហ្នឹង2 នាក់អញ្ចឹងក្នុងមួយថ្ងៃយើងធ្វើ2 ទៅ 3 នាក់ម្នាក់ទៅ2 ទៅ 3 នាក់អញ្ចឹងជួបច្រើនមែនតើគាត់ថាពេលដែលខ្ញុំអត់ទាន់និយាយគាត់អត់ដឹងខ្លួនថាគាត់មានបញ្ហាទេហើយគាត់អត់ដឹងថាព្យាបាលរបៀបម៉េចអញ្ចឹងក្រោយពីខ្ញុំនិយាយរឿងហ្នឹងច្រើនទៅគាត់មានការយល់ដឹងអញ្ចឹងមួយថ្ងៃក៏ខ្ញុំធ្វើម្នាក់2 នាក់ 3 នាក់ដែរហើយអ្នកថ្ងៃដែលខ្ញុំធ្វើបានគឺថ្ងៃដែលខ្ញុំអត់ធ្វើការសម្រាប់ពីការងារអញ្ចឹងខ្ញុំមានពេលធ្វើបានអញ្ចឹងជាក់ស្ដែងគឺជួបច្រើនហើយតែស្ត្រីក៏ធ្លាប់សម្រាប់កូនដោយធម្មជាតិគឺយើងជួបច្រើនមែនតើជាពិសេសវ័យ40 ផ្លាយឡើងទៅគឺជួបញឹកញាប់ណាស់